បាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូមួយនេះគឺឥឡូវនេះគឺជាការធ្វើដំណើរទៅកាន់ភ្នំកញ្ចកូតបរិយដែលស្ថិតនៅទឹកដីខេត្តពោធិ៍សាត់ស្រុកក្រគរបាទឥឡូវនេះយើងទស្សនាតាមផ្លូវទៅទាំងអស់គ្នាបាទបងប្អូនទាំងអស់គ្នានេះគឺជាផ្លូវចូលមកភ្នំកញ្ចកូតបរិយផ្លូវនេះគឺផ្លូវដីបាទរៀងលាក់តិចហើយឆ្ងាយជាង10គីឡូពីផ្លូវចិត្ត5យើងមកហើយយើងចាំបន្តដំណើរមើលទាំងអស់គ្នាទៀតបាទហើយខ្ញុំជូនដល់បងប្អូនតែមិនបានមកក្នុងកញ្ចកូតហើយទៅទៀតយើងមើលទេសភាពតាមផ្លូវតទៅមុខទៀតហើយនឹងទស្សនវិជ្ជាក្នុងកញ្ចកូតរបស់យើងបាទភាពតាមផ្លូវទៅក្នុងកញ្ចកូតអានេះគឺយើងឃើញថាវាដំណាំអីគឺវាស្អាតតែផ្លូវនេះកាលមុនកាលមិនតាន់ទៅផ្លូវលេខ5នេះហើយគឺនោះបើនៅក្រោយបើនៅក្រោយភ្នំខាងនេះគឺឆ្ងាយណាស់តែខាងក្រោយភ្នំហ្នឹងក៏ផ្លូវដីដែរមិនមែនផ្លូវកស៊ូផ្លូវតែហាកាលហ្នឹងយើងបើយើងបើកតាមផ្លូវខាងបងភ្នំហ្នឹងវាលឿនជាងផ្លូវយើងផ្លូវលេខ5បើដូចបងប្អូនយើងបានឃើញហើយទស្សនវិជ្ជាតាមផ្លូវទៅគឺយើងឃើញថាផ្លូវគឺมันមានការស្រួលបើកបរប្រហែលទេក៏ប៉ុន្តែយើងអាចទៅបានអញ្ចឹងវាមិនមានកលុកឈៅថាកន្លែងខ្លះវារៀងភក់ឈំអញ្ចឹងណាហើយរយៈចម្ងាយដីនឹងប្រហែលជាជាង10គីឡូក៏ប៉ុន្តែយើងជិះចូលនឹងជិត1ម៉ោងដោយសារផ្លូវហើយដែលខ្ញុំទៅនឹងគឺមេឃទុំភ្លៀងហើយធម្មតាទេសភាពតាមផ្លូវដែលនៅតាមបណ្ដាខេត្តដែលមានព្រៃភ្នំគឺសម្រស់ធម្មជាតិគឺថាខែនេះស្អាតម្ដងបាទឃើញទៅស្លឹកឈើពូបៃតងមើលទៅត្រជាក់ភ្នែកស្រឡះក្នុងចិត្តតែម្ដងហើយបន្ទាប់ពីយើងជិះមិនបានប្រមាណមកគឺយើងបានគៀកនឹងមកដល់ផ្លូវដែលយើងត្រូវបត់ចូលទៅកាន់ភ្នំកញ្ចកូតបរិយបាទភ្នំនឹងដែរគឺស្ថិតនៅស្រុកក្រគរខេត្តពោធិ៍សាត់ហើយនៅក្នុងភូមិឃុំអីទេខ្ញុំអត់បានមើលលំអិតសម្រាប់ផ្លូវបត់ចូលគឺយើងចេញពីកន្លែងហួសព្រំប្រទល់កំពង់ឆ្នាំងពោធិ៍សាត់បន្តិចមកហួសក្រាសាំង PTT យើងមានឃើញផ្លូវបត់ឆ្វេងមួយយើងចុះតាមដីលំមកផ្លូវដីលំនោះនៅសម្រាប់ដែលបងប្អូនមកពីខាងកំពង់ឆ្នាំងយើងមកដល់កន្លែងព្រំប្រទល់ហ្នឹងគឺយើងនឹងឃើញមានផ្លូវបត់ឆ្វេងកន្លែងក្រាសាំង PTT ហើយនឹងឯងគឺជាផ្លូវបត់ចូលដែលមានផ្លាននៅពីខាងឆ្វេងដៃគេដាក់ភ្នំកញ្ចកូតបរិយហ្នឹងឯងបាទហើយផ្លូវចូលនេះក៏មិនធំប្រហែលដែរបើសិនជាមានឡាន2ផ្ទុយគ្នាគឺរៀងពិបាកជាគ្នាបន្តិចពិសេសឡានក្រុងតែម្ដងបងប្អូននេះគឺជាដើរឡើងភ្នំកញ្ចកូតហើយផ្លូវហេលាក់ទៅខែនេះគុកកាហើយចិត្តនេះមានទឹកធ្លាក់ខែនេះខែវស្សានេះនៅនេះបាទនេះគឺខ្លងទ្វារចូលមានរូបសំណាកយក្ស2បាទយក្សធំណាហើយជាកម្ពស់6ម៉ែត្រកម្ពស់ពីដីបាទនេះទស្សនវិជ្ជាយើងមើលពីខាងលើមកគឺស្រឡះវាថេងតែមកហើយយាយឡើងអង្គុយសិនហើយដល់ក្នុងកញ្ចកូតដែរនៅកញ្ចកូតលើតាកញ្ចកូតមើលយាអត់ទៅមកងឹកទៀតដល់នៅលើបាទបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជានៅលើភ្នំកញ្ចកូតហើយនេះខាងនេះមើលមានដើមឈើម្លប់ហើយនេះចិត្តនេះមានទឹកធ្លាក់ទឹកធ្លាក់មកតាមផ្លូវរហូតហើយមានយើងដើរតាមចដាឥឡូវអស់ចដាហើយគឺយើងដើរផ្លូវមកធម្មតាដីធម្មតានេះតែនេះអត់ចោលដូចមិញទេចដាចោលជាងបាទបងប្អូនអរគ្នាដើរបាយញើសឥឡូវលុបមុខស្រួលជាក់ឈ្ងុយឆ្ងាញ់ពិសាតែម្ដង ទៅទៀបដែរថា
vì chảo lâu vì chảo là phật phơi chảo phơi hiệp thom đà là bị ọt đà bị tông ba phục mai bọn nó khnéนี่คือชีตเพียบนั่นเลยพนมกับโคตรบริที่ลำดองเลยบางให้คือเคยทำเป็นรจนาปวนสำนองเซ็งบายปะศาสนาหนึ่งบายปะดักดักการสานมาโนยังเมียนโนรร้านในครั้งโนเมียนศูนย์อันนี้คือที่ตำหนักที่มุ้ยเต้บ่านี่คือเมียนศูนย์บ่าจิตกระดาษศูนย์bây giờ có phải sạt prey hay là ní miền riệp chom chỉ miền tông đấy lơ nôm đấy cứ riệp chom mà sao cứ riệp chom mà sao thầy mong bọn này khơi nhiều tất cả đó làm phải chìm này khơi thế nó bận non còn miền này miền tây nông nông cái cầu tế này những khơi miền dòng nòng bài lệ cái nào ở Sasna nâng ở rụp hiệp xây phơi là cái nào chỉ cái này cầm san hay nó có pool nó tiệt nôm nó khăn nó mình zoom tao nó khơi nhé ông còn khơi nhé cứ nó mà có pool tiệt thay mà có pool nó ngay là mình đó là lá đá cho đó là tay nào bị ngay chứ này mà còn mà cái chú chơi khay ta miết đó là miết chú không phá nó sát nè miết là hát tức mũi tiệt nè và mình hát từng mũi tiết hay mình anh ấy tối cho muốn mình thông và một phần ở này ở đây dân ban mà đo đồng nặng tim mũi ấy hay mũi tiết nó lỡ tại ban ta đo là phải ngày khu hay mong vì chơi đấy hay trôi mau flow từ bạn tích này là xa mấy liền cả chúc ba ngày thằng đâuผมตัวผมชนะโปรซันนั่นคือไม่เพลียงแล้วยังบางเราทำตนาในที่ให้บองปอนออกในบ้านเคยเนี่ยเราตัวตะเพียงขังเลิฟนุ่งกาจิโกดไอ้สัญญาปกไม้เมียมนองจังเมาคืออาจมอตามวิดีโอที่ยังบ้านทอนทั้งบ้านอัดง่ายประมาณได้จอพน้องได้เชียงดอกกระโหลกที่พันธาเพลาอยู่บ้านติดบ้าคนจ้าสำหรับการโฆษณาวิดีโอบาทให้จุ๊บนี่เราวิดีโอตอบติดเราทั้งไงวิดีโอมันตอบบ้าเอาคนจ้าจะมีเรียบไป